khôngធ្វើបុណ្យទៅយ៉ាងនោះហ្នឹងហើយខំហើយប្រាថ្នាផងណាកុំថាធ្វើបុណ្យអត់ប្រាថ្នានោះណាហ្នឹងហើយខ្ញុំធ្វើបុណ្យដែរអត់ប្រាថ្នាទេតែកើតឆ្កែបាក់សេផ្ទះសេដ្ឋីគេចិញ្ចឹមគេថ្នមដូចព្រះអង្គម្ចាស់អញ្ចឹងមិនតែតោះតែជាឆ្កែគេថាអ្នកធ្វើបុណ្យប្រាថ្នាសិនអ្នកជាប់ឧបាទាននិយាយថាទេតែមិនជាប់ឧបាទានកើតឆ្កែបាក់សេហ្នឹងឥឡូវហ្នឹងព្រោះសម្បត្តិមាន3ណាសម្បត្តិមនុស្សសម្បត្តិទេវតាសម្បត្តិព្រះនិព្វាន3ហ្នឹងព្រះអង្គឲ្យប្រាថ្នាទេតាបើយើងពេញចិត្តនឹងសម្បត្តិមនុស្សប្រាថ្នាសម្បត្តិមនុស្សទៅបើយើងពេញចិត្តសម្បត្តិទេវលោកយើងប្រាថ្នាទេវលោកទៅបើយើងប្រាថ្នាសម្បត្តិព្រះនិព្វានយើងប្រាថ្នាសម្បត្តិព្រះនិព្វានទៅណាព្រោះព្រះសម្មាសម្ពុទ្ធមុនព្រះអង្គបានត្រាស់ក៏ព្រះអង្គប្រាថ្នាសម្បត្តិព្រះនិព្វានរួចបាត់ទៅហើយណាមិនដែលសុកមកដល់លង្វែកមែនទេមិនដែលដេកសុកឲ្យបើកភ្នែកមកភ្ញាក់មកនៅលង្វែកវាតតែប្រាថ្នាចង់មកសិនមែនទេមិនដែលសុកនាំគ្នាស្លៀកពាក់អាវសខោសមកវាតតែប្រាថ្នាសិនមិនចឹងមកលងវែកនេះស្លៀកពាក់ខោអាវអីក៏បានស្រាតមកក៏ទៅបានប៉ុន្តែហេតុអីក៏មានសម្លៀកបំពាក់ល្អសមរម្យមកដោយសារមានសេចក្តីប្រាថ្នាពីផ្ទះមកសិនណាថាអញនឹងស្លៀកពាក់នៅសម្ពុតពណ៌សអាវពណ៌សរំដៃស្បៃពណ៌សហើយមកដោយល្អហើយដៃកាន់នៅផ្កាកម្រងគ្រឿងសក្ការៈបូជាទាំងឡាយហើយស្ដាប់ធម៌ដោយប្រពៃនេះប្រាថ្នាគិតពីផ្ទះមកសិនមិនមែនសុកមកចេញអញ្ចឹងទេណាអញ្ចឹងសេចក្តីប្រាថ្នានេះព្រះលោកមិនបានហាមទេណាគ្រាន់តែថាសត្វលោកពេញចិត្តនៅសម្បត្តិណាក៏ប្រាថ្នានៅសម្បត្តិនោះទៅគ្រាន់តែព្រះអង្គប្រាប់ថាមនុស្សវាសុខបែបនេះទេវលោកវាសុខបែបនេះប៉ុន្តែសុខនឹងមនុស្សសុខនឹងទេវលោកវានៅតែមានទុក្ខវាមិនទៀងមានតែព្រះនិព្វានទេដែលសុខហើយទៀងទៀតណាព្រះអង្គលោកប្រកាសសម្ដែងអញ្ចឹងប៉ុន្តែបើយើងមិនប្រាថ្នាព្រះនិព្វានឬក៏ថាមានទិសដៅទៅព្រះនិព្វានប៉ុន្តែមុនដល់ព្រះនិព្វានគេគ្រប់គ្នាមុននឹងកើតទៅដល់ព្រះនិព្វានគេកើតមនុស្សទេវលោកដល់យើងមុនដល់ព្រះនិព្វាននរកប្រែតអញ្ចឹងតាចង់អញ្ចឹងហ៎ម៉េចគេមុនទៅព្រះនិព្វានគេមុនដល់គេមនុស្សទេវលោកព្រំមនុស្សទេវលោកព្រំយើងមុនដល់ព្រះនិព្វានកើតតែកុកទុំខ្នងកបីកើតតែត្រីនៅក្នុងទ្រូអីចឹងតែចង់អញ្ចឹងដែរអញ្ចឹងបានតែធ្វើបុណ្យតាំងសេចក្តីប្រាថ្នាទៅណាណាកុំឡើយតែគិតថាទេមកពីប្រាថ្នាហ្នឹងហើយបានជាប់អបាទានវាមិនចេះចប់ចេះហើយថាទេអបាទានទៅដល់ពេលលះឯងភឹងព្រះសម្មាសម្ពុទ្ធក្តីព្រះជ័យកពុទ្ធក្តីដល់វគ្គដល់ស្នើដល់ឃ្លាលោកគ្រាន់តែតូតត្របកផ្កាឈូករីកហើយជ្រុះអស់អបាទានបាត់ព្រះជ័យកពុទ្ធណាសាមណេរដែលជាសិស្សរបស់ព្រះសារីបុត្រណា
còn đã khơi kịp chùa sài hay ai anh na nâng về lại một lơ cặp máu rồi tự cột vĩnh họ bà tiền bạn thế sẽ đạp đến được chỉ sưu thầm men đêm mà bị đó này ngài chi lan tăng đập pi mình đôi kiri mà sẽ tầm một đau một cái lại sầm đai thò nó cho tập pi lan tách đal đầm mong sưu lệ đó cái lại kia sẽ đạp thò tại mà đó bàn tay môn để dương khơi ra tới để sưu mấy còn là cho tập pi lan máu nè cùi sẽ đạp thò bàn tay tam bật tới cứ thà kia không bằng chỉ tăng pi mình đôi kiri máu nóอย่างណាបារមីដែលសន្សំមកណាគឺវាមានសភាពអញ្ចឹងដូចគ្នាតែកាលណាដល់គ្រប់គ្រាន់គឺថាងាយតែកាលណាតែមិនទាន់ដល់ទេវេទនាណា